រឿងភ្លឺភ្នែកនៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយមានបុរសម្នាក់ឈ្មោះសុកគឺជាមនុស្សពូកែធ្វើការនិងមានមហិច្ឆតាខ្ពស់ប៉ុន្តែគេមានចំណុចខ្សោយមួយគឺការមើលស្រាលលើអ្វីដែលខ្លួនមានហើយតែងតែរត់តាមស្រមោលនៃភាពមានបានដោយមិនគិតពីវិធីសាស្ត្រត្រឹមត្រូវការលបួងនិងការវង្វេងសុកមានប្រពន្ធដ៏ល្អម្នាក់ឈ្មោះនារីនិងកូនស្រីតូចម្នាក់ជារៀងរាល់ថ្ងៃនារីតែងតែរំលឹកសុកឲ្យខំប្រឹងរកស៊ីដោយសុចរិតប៉ុន្តែសុកចាប់ផ្ដើមធុញទ្រាន់នឹងជីវភាពដែលថ្ងៃមួយមិត្តភក្តិម្នាក់បានមកបួលសុកឲ្យចូលរួមក្នុងល្បែងស៊ីសងនិងការវិនិយោគដែលមិនច្បាស់លាស់ដោយសន្យាថានឹងក្លាយជាសេដ្ឋីក្នុងពេលដ៏ខ្លីដោយសារតែចង់មានឆាប់សុកបានលួចយកប្លង់ដីផ្ទះទៅបញ្ចាំហើយយកប្រាក់ទាំងអស់ទៅភ្នាល់និងរកស៊ីខុសច្បាប់ដំបូងឡើយគេឈ្នះបានប្រាក់ខ្លះដែលធ្វើឲ្យគេកាន់តែភ្លើតភ្លើនមើលមិនឃើញពីគ្រោះថ្នាក់នៅខាងមុខព្យុះជីវិតមិនយូរប៉ុន្មានជោគវាសនាក៏ប្រែប្រួលសុកបានចាញ់ល្បែងអស់ពីខ្លួនហើយការរកស៊ីខុសច្បាប់នោះក៏ត្រូវប៉ូលីសបង្ក្រាបសុកត្រូវបាត់បង់ប្រាក់កាសទាំងអស់ថែមទាំងជំពាក់បំណុលគេជំទិះមិត្តភ័ក្តិដែលធ្លាប់បួលរកស៊ីក៏នាំគ្នាគេចមុខបាត់អស់បន្សល់ទុកឲ្យសុកប្រឈមមុខនឹងបញ្ហាតែម្នាក់ឯងនៅពេលម្ចាស់បំណុលមកតាមទារដល់ផ្ទះនារីជាប្រពន្ធទើបដឹងរឿងគ្រប់យ៉ាងនាងយំសោកបោកខ្លួនមិនមែនព្រោះតែស្ដាយទ្រព្យសម្បត្តិទេប៉ុន្តែព្រោះតែការខកចិត្តដែលប្តីលាក់បាំងនិងបំផ្លាញអនាគតគ្រួសារសុកត្រូវបង្ខំចិត្តចាក់ចេញពីផ្ទះទាំងក្តីអាម៉ាស់ដើម្បីទៅធ្វើការជាកម្មក្រលីសែងនៅក្រុងក្នុងបំណងរកលុយមកសង់គេវិញការភ្ញាក់រលឹកភ្លឺភ្នែកយប់មួយពេលកំពុងដេកសម្រាកនៅលើកន្ទេលចាស់ក្នុងរោងកម្មករសុកបាននឹកឃើញដល់ពាក្យសម្ដីប្រពន្ធនិងទឹកភ្នែកកូនស្រីគេចាប់ផ្ដើមយល់ថាភ្នែកដែលធ្លាប់តែងងឹតព្រោះតែលោភលន់បានបើកឡើងវិញហើយគេដឹងថាលុយដែលបានមកស្រួលវាក៏ទៅវិញស្រួលនឹងនាំមកនៅវិបត្តិមិត្តភក្តិផឹកស៊ីមិនមែនជាមិត្តដែលជួយយើងក្នុងគ្រាក៏ទេគ្រួសារគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលគេស្ទើរតែបាត់បង់ការចាប់ផ្ដើមសារជាថ្មីសុកត្រឡប់មកផ្ទះវិញដោយការបន្ទាបខ្លួនគេសុំទោសប្រពន្ធនិងកូនហើយសន្យាថានឹងកែខ្លួនគេចាប់ផ្ដើមពីរបរតូចតាចលក់កម្លាំងបាយនិងធ្វើស្រែចម្ការតាមបែបសន្សឹមទោះបីជាមិនមានឡានទំនើបឬផ្ទះវីឡាប៉ុន្តែស្នាមញញឹមក្នុងគ្រួសារបានត្រឡប់មកវិញតម្លៃអប់រំនៃរឿងការភ្លឺភ្នែកមិនមែនមានន័យត្រឹមតែមើលឃើញដោយគ្រាប់ភ្នែកនោះទេប៉ុន្តែគឺជាការមើលឃើញនៅការពិតនៃជីវិតនិងការស្គាល់ពីតម្លៃនៃសេចក្តីសុខដែលពិតប្រាកដពិតជាល្អណាស់ខ្ញុំនឹងបន្ថែមការសន្ទនាដើម្បីឲ្យសាច់រឿងកាន់តែមានជីវិតនិងបង្ហាញពីអារម្មណ៍ឈឺចាប់ក៏ដូចជាការភ្ញាក់រលឹករបស់តួអង្គឲ្យកាន់តែច្បាស់រឿងភ្លឺភ្នែកកំណែអាប់ដេតបន្ថែមការសន្ទនាក្របពូជនៃភាពលោភលន់នៅក្រោមពន្លឺភ្លើងស្រអាប់នៃតូបផឹកស៊ីមិត្តភក្តិម្នាក់ឈ្មោះភក្តីបានខ្សឹបប្រាប់សុកទាំងទឹកមុខមានល្បិចសុកឯងចង់ធ្វើការលីសែងលក់កម្លាំងដល់អង្ការមើលយើងចុះគ្រាន់តែចាក់ភ្នាល់តាមអនឡាញបន្តិចបន្តួចក៏មានលុយទិញឡានជិះបាត់ទៅហើយសុកតបទាំងស្ទាក់ស្ទើរតែនារីប្រពន្ធយើងគាត់មិនចូលចិត្តរឿងល្បែងស៊ីសងទេគាត់ថាវាមិនចេរកាឡើយភក្តីសើចក្អាកក្អាយស្រីដឹងអីបើឯងមានលុយរាប់ម៉ឺនដុល្លារយកទៅឲ្យនាងមើលទៅចុះតើនាងនៅឧទាហរណ៍ទេជឿយើងចុះកុំឲ្យឱកាសមាសនេះកន្លងហួសព្យុះភ្លៀងក្នុងគ្រួសារនៅពេលដែលរឿងរ៉ាវបែកធ្លាយម្ចាស់បំណុលបានមកទារប្លង់ដីដល់ផ្ទះនារីដួលសន្លប់ទាំងចំហពេលដឹងខ្លួនឡើងនាងសម្លឹងមុខសុកទាំងទឹកភ្នែកហូរស្រក់ដើមថ្ពាល់នារីបងហេតុអ្វីបងធ្វើដាក់ម៉ែដោះនឹងកូនបែបនេះដីស្រែដែលឪពុកម្ដាយចែកឲ្យជាទីបង្អែកចុងក្រោយរបស់យើងបងក៏យកវាទៅភ្នាល់នឹងល្បែងអស់ដែរឬសុកអន់មុខចុះបងគ្រាន់តែចង់ឲ្យគ្រួសារយើងមានបានដូចគេបងមិននឹកស្មានថាវាទៅជាបែបនេះសោះនារីនិយាយទាំងខ្សឹកខ្សួលមានបានសេចក្តីសុខវាមិនមែននៅលើលុយដែលបានមកពីការភ្នាល់ទេបងភ្លឺភ្នែកឡើងមើលមុខកូនស្រីបងចុះតើថ្ងៃស្អែកវាបានអីហូបបើផ្ទះក៏គេមកដេញយើងចេញបែបនេះការរៀនសូត្រពីភាពឯកោនៅការដ្ឋានសំណង់ដ៏ក្តៅហួតហែងសុកអង្គុយហូបបាយកញ្ចប់ត្រជាក់ម្នាក់ឯងមិត្តភក្តិដែលធ្លាប់ជឿជាក់ក៏លែងលើកទូរស័ព្ទបងប្រុសម្នាក់ដែលជាមេជាងបានដើរមកជិតហើយនិយាយថាមេជាងយ៉ាងម៉េចសុកនឹកឃើញពាក្យប្រពន្ធឯងខ្លះទេសុកដកដង្ហើមធំបាត់បងខ្ញុំខុសហើយកាលមុនខ្ញុំស្មានតែលុយជារឿងធំជាងគេស្មានថាមិត្តភក្តិផឹកស៊ីជាមិត្តស្លាប់រស់ពេលនេះទើបខ្ញុំភ្លឺភ្នែកអ្នកដែលនៅក្បែរខ្ញុំពិតប្រាកដមានតែប្រពន្ធកូនដែលធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាប៉ុន្តែខ្ញុំបែរជាធ្វើបាបពួកគេទៅវិញមេជាងដឹងខ្លួនខុសកាយខ្លួនឡើងវិញវាមិនទាន់ហួសពេលទេប្អូនប្រុសបាយមួយម៉ាត់ដែលបានមកពីញើសឈាមខ្លួនឯងវាឆ្ងាញ់នឹងដេកលក់ស្រួលជាងលុយដែលបានមកពីលបែងរាប់លានដង
ការវិលត្រឡប់នឹងពន្លឺថ្មី3ឆ្នាំក្រោយមកសុកបានសន្សំលុយលុះប្លង់ដេកមកវិញបានខ្លះគេត្រឡប់មកផ្ទះវិញឃើញនារីកំពុងបង្រៀនកូនរៀននៅក្រោមដើមស្វាយសុកនារីបងត្រឡប់មកវិញហើយបងសុំទោសចំពោះកំហុសគ្រប់យ៉ាងចាប់ពីថ្ងៃនេះទៅបងនឹងមិនឲ្យអ្នកម៉ែដោះកូនពិបាកព្រោះភាពលោភលន់របស់បងទៀតទេនារីញឹមទាំងទឹកភ្នែកបងដឹងទេលុយកាក់បងរកមកបានច្រើនឬតិចមិនសំខាន់ទេសំខាន់ឲ្យតែបងស្គាល់ផ្លូវត្រូវហើយយើងរួមរស់ជាមួយគ្នាដោយភាពស្មោះត្រង់ស្វាគមន៍បងមកផ្ទះវិញ